ខ្ញុំម្ដងថាអ្នកដែលគាត់តែមើលរឿងមួយនេះក្នុងកនគឺទទួលអារម្មណ៍មួយបែបណាទេព្រោះតែខ្ញុំបានមើលរឿងមួយនេះក្នុង app ហើយនៅពេលដែលខ្ញុំមើលគឺខ្ញុំមើលដាក់កាសណាគ្នាព្រោះតែខ្ញុំចង់បានបបផ្សោតនៅក្នុងរឿងកនអញ្ចឹងណាហើយរឿងមួយនេះដែរគឺខ្ញុំចូលចិត្តសលេងវាខ្លាំងមែនតើទាំងសាច់រឿងទាំងសលេងគឺអែមខ្លាំងមែនតើហើយនិយាយរួមគឺខ្ញុំគំរាមមើលផលិតកម្មសាស្ត្រាហ្វៀមដែលចេញមកគឺរឿងបែបចាញ់ចេះគឺកម្រខ្លាំងមែនតើសម្រាប់រឿងមួយនេះគឺដកស្រង់ចេញពីរឿងពិតដោយសារតែលោកគ្រូចិនសែគាត់បានជួបផ្ទាល់នៅក្នុងហេតុការណ៍នោះអញ្ចឹងណាគ្នានៅពេលដែលគាត់បានចូលទៅមើលហុងស៊ុយនៅក្នុងផ្ទះមួយដែលចេញមកផ្ទះនោះគឺលោកគឺមិនធម្មតាណាគ្នានៅពេលដែលរឿងមួយនេះចេញមកគឺខ្ញុំរំពឹងរឿងមួយនេះគឺអត់សូវលងទេប៉ុន្តែគឺរឿងចេញមកគឺលងសាហាវលងព្រៃផ្សៃហ្មងណាគ្នាគឺលងតាមពីលោកគ្រូចិនសែដែលគាត់ចូលមើលហុងស៊ុយនៅក្នុងផ្ទះហ្នឹងម៉ែរហូតដល់ចុងរឿងណាគ្នាប៉ុន្តែនៅក្នុងចុងរឿងហ្នឹងគឺក៏មិនសូវដូចគ្នាណាគ្នាសម្រាប់រឿងមួយនេះគឺគេអប់រំយើងផងដែរទៅលើផ្លូវចិត្តហើយនឹងការសងគុណឪពុកម្ដាយនៅពេលដែលយើងមានផ្លូវចិត្តម្ដងអ្នកគ្នាតែងតែចង់ស្លាប់ខ្លួនឬក៏ចង់ធ្វើអត្តឃាតខ្លួនឯងប៉ុន្តែអ្នកគ្នាក៏អញ្ចឹងនៅពេលដែលអ្នកគ្នាស្លាប់ខ្លួនដោយសារអីមួយគឺអ្នកគ្នាស្លាប់ដោយសារនឹងរហូតដល់អ្នកគ្នាអស់កម្មខ្លួនឯងដូចជារឿងមួយនេះជាដើមអញ្ចឹងអ្នកគ្នាតែមើលបណ្ដឹងចឹងសម្រាប់អ្នកដែលគាត់ចង់មើលរឿងមួយនេះអ្នកអាចទៅមើលបាននៅក្នុង app សាស្ត្រាហ្វៀមបានចឹងសម្រាប់អ្នកដែលគាត់ចង់មើលរឿងកូនស្រីចង់កនអ្នកអាចមើលនៅក្នុង app នឹងបានយីរួមគឺរឿងចេញយូរដែរហើយនៅពេលដំណេកខ្ញុំនឹងនិយាយអំពីរឿងអបសម្ដែង3ថ្ងៃជាមួយនឹងរឿងគូស្នេហ៍បុតក្បាលដែលគេចាក់ថ្ងៃទី28នៅក្នុង app នឹងឯងចឹងបាយបាយ